ករណីយកិច្ចផ្ដាច់មុខករណីយកិច្ចផ្ដាច់មុខតាមន័យច្បាប់មានន័យថាករណីយកិច្ចដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយដែលមិនអាចត្រូវបានផ្ទេរតាមរយៈសន្តតិកម្មឧទាហរណ៍កូនមានករណីយកិច្ចចិញ្ចឹមឪពុកម្ដាយនៅពេលដែលឪពុកម្ដាយចាស់ជរានៅពេលដែលកូននេះស្លាប់ករណីយកិច្ចនេះមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូននោះឡើយករណីយកិច្ចផ្ដាច់មុខ exclusive duty divorce exclusive រៀនដើម្បីខ្លួនយើងគ្រួសារយើងនិងប្រទេសជាតិរបស់យើងសូមអរគុណករណីយកិច្ចផ្ដាច់មុខករណីយកិច្ចផ្ដាច់មុខតាមន័យច្បាប់មានន័យថាករណីយកិច្ចដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយដែលមិនអាចត្រូវបានផ្ទេរតាមរយៈសន្តតិកម្មឧទាហរណ៍កូនមានករណីយកិច្ចចិញ្ចឹមឪពុកម្ដាយនៅពេលដែលឪពុកម្ដាយចាស់ជរានៅពេលដែលកូននេះស្លាប់ករណីយកិច្ចនេះមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូននោះឡើយករណីយកិច្ចផ្ដាច់មុខ exclusive duty divorce exclusive រៀនដើម្បីខ្លួនយើងគ្រួសារយើងនិងប្រទេសជាតិរបស់យើងសូមអរគុណ